បាទជម្រាបសួរបងប្អូនបាទវីដេអូនេះផ្ញើទៅបងប្អូនដែលយកទូរស័ព្ទទៅឲ្យជាងធ្វើបាទអានេះជាបទពិសោធន៍បងខ្ញុំបាទនេះគាត់យកទូរស័ព្ទទៅឲ្យជាងធ្វើបាទយកទៅទាំងមូលមកចប់ទេទូរស័ព្ទនេះធ្លាក់អលត់បងប្អូនគាត់ប្រើទៅធ្លាក់ទៅវាអលត់ទៅយកទៅឲ្យជាងធ្វើនេះជាងគេទៅសេចំណាំនេះធ្លាក់អលត់នេះដល់តែពេលយកទៅឲ្យជាងធ្វើជាងយកទៅក្នុងបងប្អូនជាងយកទៅក្នុងផ្ទះគេណារួចទៅគេធ្វើនឹងធ្វើស្អីទេធ្វើប្រហែលជា1ម៉ោងកន្លះ2ម៉ោងបាទគាត់អង្គុយចាំ1ម៉ោងកន្លះ2ម៉ោងរួចជាងហ្នឹងគេកាន់ទូរស័ព្ទចេញមកវិញគេដាក់ថង់នេះឲ្យផងបាទកាលយើងទៅយើងយកទៅទូរស័ព្ទទៅទេដល់មកវិញគេដាក់ទាំងថង់នេះឲ្យមកមួយផងនេះថង់នេះបាទរួចទៅគេប្រាប់ថាចេះគេថាទូរស័ព្ទបងឯងធ្វើអត់កើតទេទូរស័ព្ទបងឯងខូចច្រើនណាស់ធ្វើអត់កើតទេហើយបើបងឯងថែម300000ទៀតយកអាថ្មីមកម៉ាកនឹងដដែលបាទម៉ាកទូរស័ព្ទនឹងដដែលប៉ុន្តែវាថ្មីហើយថែមមកគេ300000ទៅគេអាហ្នឹងគេបញ្ចុះតម្លៃឲ្យអញ្ចឹងណាប៉ុន្តែបងខ្ញុំអត់ព្រមគាត់ក៏ថាអត់ទេគាត់សុំយកទូរស័ព្ទមកផ្ទះវិញទៅធ្វើកន្លែងផ្សេងអីចឹងទៅបាទហើយជាងក៏គេមិនថាអីដែរជាងគេថាអីទេគេក៏ឲ្យទូរស័ព្ទយើងមកវិញមកយើងយកមកដល់ផ្ទះយើងបាទយកមកដល់ផ្ទះយើងអត់ចាប់អារម្មណ៍ទេកាលយើងមកភ្លាមព្រោះគេដាក់ក្នុងថង់នេះវានៅក្នុងថង់នេះបាទខ្ញុំដាក់ក្នុងថង់អត់កើតទេណាវានៅក្នុងថង់ហ្នឹងយើងយកមកដល់ផ្ទះមកបងខ្ញុំក៏ឃើញហាបចេះវាហាបចេះបាទហាបទៅវាឆ្ងល់ទូរស័ព្ទជាងនេះយកទៅធ្វើមកវិញហាបវិញក៏បើកមើលដូចបងប្អូនឃើញស្រាប់នេះអត់មានអីទាំងអស់បាទមើលនៅខាងក្នុងអត់មានអីទាំងអស់មានតែអានេះមួយមិនដឹងស្អីគេបាទបាត់ម៉ាស៊ីនបាត់ថ្មបាត់អីអស់លីងបាទបាត់អស់លីងហើយបាទអានេះហើយឥឡូវយើងទៅធ្វើមិនឥឡូវបាទចឹងមានផ្ដាំផ្ញើពុកម៉ែបងប្អូនបើយកទូរស័ព្ទទៅធ្វើពិនិត្យមើលច្បាស់ផងបាទបើជាងថាมันកើតហើយបើជាងនៅមើលនៅមុខយើងអត់អីទេបងប្អូនប៉ុន្តែសំខាន់ជាងវាមិនមើលនៅមុខយើងទេគេយកទៅខាងក្នុងដល់ចេញមកវិញមកគេថាធ្វើមិនកើតបាទហើយអានេះមានដានផ្សារទេណានេះដានផ្សារបាទណានេះដានផ្សារឃើញមានដាននេះដានផ្សារនេះផ្សារខ្សែភ្លើងទូចមើលអត់ឃើញទេបាទអានេះដឹងគេរើសពីណាយកមកដាក់ទេគ្រឿងខាងក្នុងទាំងថ្មទាំងអីបាត់អស់លីងហើយយើងយកទៅធ្វើជាងនៅឆ្ងាយបាទយកធ្វើជាងនៅឆ្ងាយនឹងថាយកទៅប្រាប់ជាងថាមិនវិញឥឡូវហើយបើជាងគេថាអត់ដឹងទេទៅវា2ថ្ងៃបានយើងឡើងទៅបាទ2ថ្ងៃបានយើងឡើងទៅហើយបើជាងគេថាអត់ដឹងគេផងក៏យើងមិនដឹងថាល្មិចបើជាងគេមានដាក់ឈ្មោះហាងណាមានដាក់ឈ្មោះហាងគេនៅក្នុងទូរស័ព្ទហ្នឹងណាអត់ហ្នឹងអានេះគេគាត់ថាដាក់ចំណាំតែធ្លាក់រលត់នេះអានេះធ្លាក់អសធ្លាក់រលត់ទេព្រិលនេះធ្លាក់រលត់នេះឈ្មោះស្រីណៃនេះរួចមកវិញបានអញ្ចឹងបងប្អូនធ្វើមិនឥឡូវបាទអញ្ចឹងហើយបានខ្ញុំធ្វើវីដេអូហ្នឹងផ្ដាំផ្ញើទៅបងប្អូនបាទពិនិត្យមើលទូរស័ព្ទផងមុននឹងយើងយកមកវិញណាបើសិនណាជាបងប្អូនអាចចូលទៅជួសជុលចូលទៅអីហ្នឹងបងប្អូនចូលទៅជួសជុលហាងធំទៅបាទព្រោះហាងធំគេមិនទៅចង់ស៊ីគ្រឿងយើងអីទេបាទព្រោះលុយគេយកទៅណាមអស់បងប្អូនចូលទៅហាងតូចប្រកាសជាជាងលួចស៊ីគ្រឿងស៊ីអីខ្លះហើយបងប្អូនអានេះមិនមែននិយាយប្រអាប់ជាងតូចទេបាទហើយជាងតូចជាងអញ្ចឹងដែរបងប្អូនអាណិតគ្នាបាទគ្នាសំលុយរាប់បានទិញរួចចុងក្រោយឡើងមកស៊ីគ្រឿងគ្នាអស់លីងឲ្យគ្នាយកធ្វើឯណាកើតទៀតបើអត់មានអីផងបងប្អូនមើលមានអីទូរស័ព្ទធ្លាក់អលត់នឹងទូរស័ព្ទប្រើធ្លាក់អលត់ឲ្យថ្មីជ្រៅបងប្អូនមើលថ្មីជ្រៅគ្មានស្នាមឆ្កូតស្នាមអីបន្តិចផងហ្នឹងតែឆ្កូតបន្តិចមិនទាន់មានផងនេះនៅថ្មីទាំងអស់ហើយអត់គ្រឿងអញ្ចឹងបាត់គ្រឿងអញ្ចឹងហើយឲ្យមកអានេះគេចាស់ងោងនេះអត់ដឹងស្អីគេអាហ្នឹងគេចាស់ងោងហើយនឹងគេចាស់មកដាក់មកស៊ីមគេចាក់ស្ដែងស៊ីមគេចាក់បងប្អូននេះស៊ីមគេចាក់អានេះស៊ីមសោកនេះមិនដឹងគ្រឿងអីមកស៊ីមសោកអញ្ចឹងនេះដឹងគ្រឿងស្អីគេបងប្អូនបាទហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនចង់ផ្ដាំផ្ញើទៅបងប្អូនបន្តិចតែប៉ុណ្្នឹងទេថាបើយកទូរស័ព្ទទៅធ្វើទៅជួសជុលនៅកន្លែងជាងយកទៅជួសជុលនៅកន្លែងជាងធំតែម្ដងទៅបងប្អូនកុំជួសជុលកន្លែងជាងកញ្ចេនកញ្ចនកតូចរោចនោះវាអត់លុយទេវាឃើញគ្រឿងយើងល្អដូរស៊ីគ្រឿងយើងបាត់ក៏មានដែរបងប្អូនបាទបើយកទៅជួសជុលជាងធំគេសបោលុយគេមិនចង់បានគ្រឿងយើងទេហើយណាមួយបើសិនណាជាធ្វើឲ្យពិនិត្យមើលទូរស័ព្ទខ្លួនឯងផងបាទកើតឬមិនកើតអីអាហ្នឹងយើងស្រួលនិយាយគ្នាណានៅនឹងជាងនៅនឹងកន្លែងគេស្រេចបាទតែយកចេញពីកន្លែងគេហើយគេមិនទទួលខុសត្រូវទេបាទយើងទៅរករឿងធ្វើមិនកើតបាទបើយើងអត់មានផុសតាងផងបាទហើយគេថាមានផុសតាងគេអត់ដឹងផងហ្នឹងហើយមនុស្សចេញចូលរាល់ថ្ងៃគេមានកាមេរ៉ាមានអីគេអញ្ចឹងទៅគេមិនដឹងបាទអញ្ចឹងយើងប្រកែកតវ៉ាជាមួយគេអត់កើតទេហ្នឹងហើយបងប្អូនសូមអរគុណច្រើនបាទវីដេអូហ្នឹងមានប៉ុណ្្នឹងហើយបាទ